ដំណឹងល្អសម្រាប់បងប្អូនប្រិមិត្តដែលស្នេហាវិស័យកីឡានៅខាងខេត្តកំពង់ឆ្នាំងណាបងប្អូនប្រិមិត្តយើងគឺការរៀបចំពានរង្វាន់ថ្នាក់ខេត្ត2025-2026ចាប់ពីថ្ងៃទី3ដល់ថ្ងៃទី9ខែកុម្ភៈឆ្នាំ2026នៅមណ្ឌលក្រុងកំពង់ឆ្នាំងផ្ទាល់តែម្ដងគឺការចូលរួមនេះមាន8ស្រុកធំៗបងប្អូនប្រិមិត្តយើងគឺក្រុងកំពង់ឆ្នាំងស្រុកសាមគ្គីមានជ័យស្រុកបរិបូរស្រុកទឹកផុសស្រុកកលៀបអៀតស្រុកកជុលគិរីស្រុកកំពង់លែងនិងស្រុកកំពង់ត្រឡាចបងប្អូនប្រិមិត្តដែលចូលរួមស្នេហាវិស័យកីឡានឹងមានការគាំទ្រច្រើនមែនទែនរយៈប្រហែលឆ្នាំចុងក្រោយនេះបងប្អូនប្រិមិត្តវិញ្ញាសាគឺមានការចូលរួមច្រើនប៉ុន្តែខ្ញុំលើកតែវិញ្ញាសា3ធំៗទេដែលមានអ្នកគាំទ្រច្រើនតាមបណ្ដាស្រុកនីមួយៗគឺទី1នោះបាល់ទាត់ទី2បាល់ទះទី3គឺបាល់បោះបងប្អូនប្រិមិត្តប៉ុន្តែវិញ្ញាសាមួយដែលអ្នកគាំទ្រខ្លាំងមែនទែនគឺវិញ្ញាសាបាល់ទាត់គឺមានអ្នកគាំទ្រហើយមានអ្នកចូលរួមទស្សនាច្រើនបងប្អូនប្រិមិត្តសម្រាប់ពានរង្វាន់បាល់ទាត់គឺមាន8ក្រុមទី1ដែលត្រូវប៉ះគ្នានោះគឺបាល់ទាត់បងប្អូនគឺវគ្គជម្រុះដើម្បីយកតែ4ក្រុមទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់នោះទេបងប្អូនប្រិមិត្តក្រុមទី1នោះគឺក្រុងកំពង់ឆ្នាំងត្រូវប៉ះជាមួយនឹងស្រុកសាមគ្គីមានជ័យគូទី2គឺស្រុកបរិបូរត្រូវប៉ះជាមួយនឹងស្រុកទឹកផុសគូទី3គឺស្រុករលីផ្អៀតត្រូវប៉ះជាមួយនឹងស្រុកជុលគិរីគូទី4នោះគឺស្រុកកំពង់លែងត្រូវប៉ះជាមួយនឹងស្រុកកំពង់ត្រឡាចកុំភ្លេចណាស្រុកកំពង់ត្រឡាចគឺគេជាម្ចាស់ពានឆ្នាំមុននឹងបងប្អូនប្រិមិត្តកំពង់លែងរៀងធ្វើការធ្ងន់បន្តិចហើយខាងសាមគ្គីមានជ័យនោះក៏រៀងធ្វើការធ្ងន់ដែរគឺប៉ះជាមួយនឹងក្រុងកំពង់ឆ្នាំងក៏មិនធម្មតាដែរបងស្រុកផ្សេងទៀតក៏ជាខ្សោយដែរបងប្អូនប្រិមិត្តគឺខ្លាំងដូចគ្នាដូច្នេះពានរង្វាន់បាល់ទាត់នេះឆ្នាំនេះគឺធំមែនទែនបងប្អូនប្រិមិត្តការរៀបចំនិងការចាប់ពូនេះគឺត្រឹមត្រូវនឹងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់ខេត្តកំពង់ឆ្នាំងអូហូចបងប្អូនប្រិមិត្តយើងសង្ឃឹមថាមានអ្នកគាំទ្រច្រើនមែនទែនសម្រាប់ពានរង្វាន់បាល់ទាត់មួយនេះអរគុណបងប្អូនប្រិមិត្តសម្រាប់ការតាមដានសូមជម្រាបលា